សូមជូនរឿងមុនស្នេហ៍នាងម្អមផលិតវីដេអូដោយខិនសុភាមានរឿងមួយនិយាយបន្តគ្នាថានារីវ័យក្រមុំម្នាក់មានរូបឆោមល្អណាស់នាងជាទីប្រាថ្នានៃបុរសគ្រប់គ្នាមីងខ្ញុំដូចជាចង់ហូបសម្លកកូរកណ្ដៀងណាមីងអនុញ្ញាតឲ្យខ្ញុំបេះផងបានទេមីងមិនចង់ឲ្យឯងទៅទេព្រោះអាពួកកំឡោះនឹងណាវាខូចណាស់មើលលង្ហៀទឹកមាត់អស់តែម្ដងមិនអីទេមីងក្មួយមិនចាត់ងាយទេក្មួយនឹងស្ដាប់បង្គាប់តាមមីងមិនឲ្យប្រុសមកប៉ះដៃជើងឡើយក្មួយគិតអញ្ចឹងល្អហើយមីងហាមដាច់ខាតណាហាមធ្វើរឿងផ្ដេសផ្ដាសឲ្យសោះមិនអញ្ចឹងទេមីងខ្លាចខ្មោចឪពុកឯងកាច់មីងនឹងណាចាមីងអញ្ចឹងក្មួយស្លៀកពាក់ឲ្យចិត្តក្មួយលាសិនឲ្យមីងចាទៅចុះនាងម្អមបានធ្វើដំណើរណែងណងមួយរៀងឡើងល្វត់ល្វន់ធ្វើឲ្យមីងចែមឃើញហើយលាន់មាត់ថាអីមិនដឹងជាស្រីស្អីទេកើតមកល្អដាច់គេចុះបើអាក្រក់បន្តិចទៅវិធីចាំបាច់អីកើតមកស្អាតបែបនេះជ្រិញណាស់ចុះម៉ែវាឯងល្អូស្អីហ្នឹងឬក៏ម៉ែវាឯងគិតដូចខ្ញុំដែរមែនទេគិតស្អីហ៎ឬចង់ចាប់អារម្មណ៍នាងក្មេងនោះទេដឹងម៉ែវាកុំនិយាយអញ្ចឹងមើលខ្ញុំហ៊ានគិតអីផ្ដេសផ្ដាសទេខ្ញុំគ្រាន់តែសរសើរតើយីអាកញ្ចាស់អញដឹងហើយមាត់ក៏សរសើរខួរក្បាលក៏គិតសម័យដែរនៅមិនស្ងៀមទេមែនទេគិតដល់ណាហើយម៉ែវាអើយខ្ញុំនឹងអីចេះខលខូចនោះឲ្យតែប្រហែសមុខជាដូចគោដាច់ខ្សែមិនខានមកទៅផ្ទះឆាប់ឡើងទៅអត្តពេកចាស់តែខ្ញុំចង់ទៅភូមិខាងជើងមួយផ្លេតសិនម៉ែវាឯងទៅមុនចុះថាម៉េចភូមិជើងតាមផ្លូវដែលនាងម្អមដើរមុននេះតាអូអញដឹងហើយតាកញ្ចាស់ក្បាលខិលមកនេះភ្លាមមកម៉ែវាឈប់គិតផ្ដេសផ្ដាសទៅបានទេម៉ែវាឯងចំណែននឹងសម្រស់ក្មេងដល់ថ្នាក់ខឹងដាក់ប្តីហើយនេះយើកាន់ជើងវាផងមែនទេមើលអញមួលផ្លោកឲ្យដាច់មើលកុំឲ្យដើរខូចទៀតម៉ែវាឯងឈួតទៅអីបើមួលដាច់ទៅខ្ញុំបានអីប្រើអ្នកណាឲ្យវាឯងខូចធ្វើអីខ្ញុំលែងទ្រាំទៀតហើយម៉ែវាឯងមើលទៅរកចិត្តហើយប្រច័ណ្ឌលង្វិលក្បងខូចខួរក្បាលអស់ថ្ងៃនេះបើមិនបានវាយប្តីអញមិនអស់ចិត្តទេមិនសុខចិត្តទេមីងចែមបានវាយបោចសក់ពូគួយធ្វើឲ្យពូគួយស្រែកឡើងដោយក្តីឈឺចាប់អាយ៉ូអូយហួលអាយ៉ូអូយឈឺណាស់មិនក៏កម្មបែបនេះបានប្រពន្ធកាចមិត្តជុំទេងុំចេះក្បាច់គុណកម្លាំងដូចប្រុសម៉េចរៀងហើយនៅអាប្តីកំហូចបាទម៉ែប្រពន្ធអើយខ្ញុំរៀងហើយអាយ៉ូអូយវេទនាម្លេះទេខ្ញុំអើយហាមរអ៊ូបាទចំណែកនាងម្អមវិញក៏បានទៅដល់វាលស្រែពោពេញដោយកណ្ដៀងនាងក៏បេះផងច្រៀងផងយ៉ាងរីករាយឡា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 ទឹកហូររងំខ្យល់រំភើយអោវាលស្រែអើយស្រង់ខៀវខ្ចីក្មួយម្អមរួចចុះក្មួយធ្វើស្អីហ្នឹងប្រយ័ត្នឆ្លើងទៀមជើងណាចាជំរាបសួរពូគឺថាស្រែមានឆ្លឹងទេពូរួចចុះពូអញ្ជើញតាណាដែរមែនក៏អីថ្ងៃមុនពូប៊ីសទៅរត់មិនសពដីទៅហើយតែមកពីពូមុខអាក្រក់ហើយមើលទៅទើបវាមិនទៀមបែបនេះនោះឆ្លឹងចេះរើអាំងផងអីពូនិយាយអញ្ចឹងក្មួយមានសង្សារហើយនៅពូខ្ញុំអត់និយាយជាមួយពូទេខ្លាចគេមើលមកមិនសមណាពូល្អដល់ហើយក្មួយអើយចាំមើលណាពូចូលស្ដីទៅដឹងឲ្យតល់តែបានតែម្ដងគិតហើយពូនាំក៏សម្រេចចិត្តថាព្រឹកស្អែកនឹងចូលស្ដីដណ្ដឹងយកនាងធ្វើជាប្រពន្ធឲ្យតល់តែបាន